ហ្នឹងហើយនេះគឺជាដើមទ្របនេះគេហៅទ្របក្តោគោហ្នឹងហើយខ្ញុំសុំនិយាយរឿងអាក្រក់តិចគេទ្របក្តោគោបាទហើយគាត់ដាំអាកូនសែប្រហែលជា8ដើមហើយគាត់ដាំច្រើនដែរមួយជួរមាន4កូនសែ4កូនសែ4ដងច្រើនដែរហើយមានផ្កាមានផ្លែមានផ្កាហើយផ្លែនោះផ្លែព្រោះទួយឡើយអត់ទាន់ធំហើយក៏អត់ទាន់ដល់ពេលត្រូវប្រមូលផលគាត់ប្រមូលផលហើយគាត់យកទៅការពារឬក៏ទៅអីយកធ្វើអីផ្សេងខ្ញុំមិនដឹងទេហើយគាត់ដាំច្រើនហើយដាំល្អទៀតអត់ប្រើឆ្នាំហើយបងប្អូនធម្មជាតិពេះបិទហ្មង